ស្នេហានិងគ្រួសារលិខិតផ្ញើជូនមនុស្សម្នាក់ដែលបានក្បត់ខ្ញុំអរគុណដែលបានក្បត់ខ្ញុំអរគុណដែលបានបង្រៀនខ្ញុំឲ្យស្គាល់ថាអ្វីទៅជាការស្រឡាញ់ខ្លាំងខ្លាយហើយអ្វីទៅជាការស្រឡាញ់ពិតប្រាកដអ្វីទៅជាភាពស្មោះត្រង់និងអ្វីទៅជាការផិតក្បត់បើអ្នកមិនបានក្បត់ខ្ញុំក៏ប្រហែលខ្ញុំមិនបានដឹងថាតើខ្ញុំអាចរឹងមាំបានប៉ុណ្ណានៅពេលដែលជួបមនុស្សដែលខ្លួនឯងស្រឡាញ់ខ្លាំងតែចុងក្រោយគេក៏ក្បត់ខ្ញុំបើអ្នកមិនបានក្បត់ខ្ញុំទេខ្ញុំក៏ប្រហែលជាមិនបានដឹងថាតើភាពស្មោះត្រង់ពិតប្រាកដមានរសជាតិបែបណាប្រសិនបើអ្នកមិនបានក្បត់ខ្ញុំក៏ប្រហែលជាមិនបានដឹងថាខ្ញុំមានឱកាសបានជួបមនុស្សល្អដែលល្អជាងអ្នកឆ្ងាយរពរនីមិនបានប្រសិនបើអ្នកមិនបានក្បត់ខ្ញុំក៏ប្រហែលជាមិនបានដឹងថាតើមនុស្សសេចចេតនាពិតប្រាកដនិងភាពច្បាស់លាស់មែនទែននោះមានរសជាតិបែបម៉េចដែរអរគុណការក្បត់របស់អ្នកដែលធ្វើឲ្យខ្ញុំបានជួបមនុស្សល្អអរគុណការក្បត់របស់អ្នកដែលធ្វើឲ្យខ្ញុំកាន់តែរឹងមាំនៅក្នុងទំនាក់ទំនងស្នេហាអរគុណចំពោះការក្បត់របស់អ្នកដែលអ្នកបានបង្រៀនខ្ញុំឲ្យស្គាល់អំពីរសជាតិអ្វីទៅជាការក្បត់ហើយអ្វីទៅជាភាពស្មោះត្រង់ខ្ញុំមិនមានអ្វីច្រើននិយាយទៅកាន់មនុស្សក្បត់ដូចជាអ្នកតែខ្ញុំគ្រាន់តែចង់ផ្ដាំអ្នកថាទង្វើដែលអ្នកបានសាងនៅពេលនេះនឹងតបស្នងសងគុណចំពោះអ្នកជាក់ជាមិនខានអ្នកអាចភ្លេចអំពីកម្មដែលអ្នកបានធ្វើអ្នកអាចភ្លេចអំពីការផិតក្បត់និងទង្វើដ៏អាក្រក់របស់អ្នកបានតែទង្វើនិងផលកម្មទាំងនោះមិនដែលភ្លេចម្ចាស់វានោះឡើយខ្ញុំអហោសកម្មឲ្យអ្នកប៉ុន្តែកម្មពៀនឹងមិនអហោសកម្មឲ្យអ្នកនោះឡើយអរគុណចំពោះការក្បត់កន្លងមកដែលបង្រៀនខ្ញុំឲ្យស្គាល់រសជាតិនៃក្តីស្រឡាញ់ពិតប្រាកដបើខ្ញុំមិនបានជួបមនុស្សក្បត់ដូចជាអ្នកទេខ្ញុំក៏ប្រហែលជាគ្មានសង្ឃឹមថានឹងបានជួបមនុស្សល្អដូចជាគេស្នេហានិងគ្រួសារ